បងប្អូនដែលចូលចិត្តលេង app Shoot នៅក្នុងទូរស័ព្ទដៃបងប្អូនអាចមើលវីដេអូនេះបាន រំលោះសត 100% ពុំចាំបាច់មានប្រាក់ចូលរួមពុំចាំបាច់មានឯកសារតម្កល់លោកអ្នកមានត្រឹមតែឯកសារ copy មួយសន្លឹកលោកអ្នកនឹងទទួលបានកុំព្យូទ័រនេះទៅប្រើប្រាស់ផ្ទាល់តែម្ដង បាទសួស្តីបងប្អូនទាំងគ្នាអញ្ចឹងទៅតាមដានវីដេអូជាមួយខ្ញុំតែម្ដងជាដំបូងបងអាច download យក app Shoot នេះជាមុនសិននៅលើចូលលើ Pinterest ក្នុងវីដេអូនេះខ្ញុំនឹងតម្លែងខាងក្រោម comment បងអាចយកនៅក្នុង comment នេះក៏បានអញ្ចឹងចូលអនុវត្តជាមួយខ្ញុំតែម្ដងជាដំបូងបងចូលមកកាន់កម្មវិធី shortcut នៅក្នុងទូរស័ព្ទដៃរបស់យើងនេះបងចុចលើវាមួយមកបន្តមកទៀតបងចូលមកកាន់សញ្ញាបងនេះមកអូខេហើយកន្លែងនេះបងយកពាក្យថា open app ចុចលើវាមកតមកទៀតបងឃើញកន្លែងនេះ open app នៅលើនេះចុចកន្លែងពណ៌ QQ នេះមកអូខេឥឡូវខ្ញុំចង់ដាក់ទៅលើគេមុនលើ Facebook អញ្ចឹងខ្ញុំចង់ដាក់ទៅលើ Facebook អូខេចុចលើ Facebook មួយមកហើយខាងលើនេះបងឃើញពាក្យថា open app ចុចលើ open app មួយទៀតមកបន្តមកទៀតបងយកពាក្យថា add to home screen ណាចុចលើវាមួយមកហើយកន្លែងនេះយើងមានពីរចំណុចហើយខាងលើនេះគឺឈ្មោះវាអញ្ចឹងខ្ញុំចង់ដូរឈ្មោះវាជាមួយសិនភាសាខ្ញុំចង់ដាក់ទៅលើ Facebook អញ្ចឹងខ្ញុំដាក់ Facebook មក Facebook អូខេហើយកន្លែងនេះបងបដូរមក photo នេះមកបន្តមកទៀតបង select choose photo មកដល់កន្លែងនេះបងយក Facebook យើងមកនេះ app shoot របស់យើងចុចលើវាមួយមកបន្តមកទៀតបងយក choose ខាងក្រោមនេះមកហើយបន្តមកបងយក add ខាងលើនេះមកអូខេជាការស្រេចអញ្ចឹងយើងចូលទៅមើលលទ្ធផលទាំងអស់គ្នានេះបងឥឡូវយើងធ្វើការសាកល្បងតែម្ដងថាវាដើរអត់ឥឡូវខ្ញុំចុចលើវានេះបង follow for more